Rương trong cá bột khiết nơi phôm có chân nịp dục miễn xâm lên cho bọ là vơi để nòm dọc nơi xâm lên sạc hạ bởi đôi chi xâm lên dung sài tranh pi trong cá bột đột thủng nẹp phôm rọc ni bàn đằng rương ắt cầm bằng bọn tai khám miên nô nam bên nẹ hiên nị dây tỉ cô kỳ đang thả nơi tí nụ miên vị nhiên khiết có bông tay lông bên lại cá bị bay chân nằm môn miền khăm mây sấy bên nè ayu đậpประปีchân nằmត្រូវបានគេប្រទះឃើញជាលើកចុងក្រោយនៅពេលល្ងាចបន្ទាប់ពីនាងដើរចេញពីផ្ទះទៅចំការពោតដើម្បីរកស្លឹកពោតមកឲ្យកណ្ដូបស៊ីនាងមិនបានត្រឡប់មកវិញទេពីព្រឹកឡើងអ្នកភូមិបានរកឃើញសាកសពរបស់នាងនៅកណ្ដាលចំការដៃជើងរបួសសម្លៀកបំពាក់រហែកខ្ទេចខ្ទាំហើយមុខមានស្នាមភ័យស្លន់ស្លោនឹងបានស្លាប់ជារៀងរហូតអ្នកស្រុកជឿថានាងត្រូវបានគេរំលោភហើយសម្លាប់យ៉ាងឃោរឃៅប៉ុន្តែគ្មាននរណាម្នាក់ហ៊ាននិយាយទេព្រោះភ័យខ្លាចពីអំណាចរបស់អ្នកមាននៅក្នុងភូមិតាំងពីថ្ងៃនោះមកអ្នកភូមិចាប់ផ្ដើមឮសំឡេងយំស្រែកចេញពីចំការពោតរយប់ពេលខ្លះមានអ្នកដើរឆ្លងកាត់ចំការនោះបែរជាបាត់ខ្លួនដោយអត់កំបាំងសាកសពរបស់ពួកគេត្រូវបានរកឃើញនៅពេលព្រឹកជាមួយនឹងស្នាមរបួសដូចជាត្រូវគេច្របាច់កនិងខំយ៉ាងសាហាវឃោរឃៅមនុស្សចាស់និយាយថានៅពេលខ្លះពួកគេឃើញស្រមោលក្មេងស្រីដើរលូនលឿនពេញចំការដោយភ្នែកពណ៌ក្រហមហើយដៃមានបារាមវែងវាតែងតែសម្លាប់អ្នកណាដែលហ៊ានចូលទៅចំការនោះនាពេលយប់ថ្ងៃមួយមានក្មេងប្រុសម្នាក់ឈ្មោះរិទ្ធដែលជាបងប្អូនជីដូនមួយរបស់នឹងក្មេងស្រីនោះបានសម្រេចចិត្តចូលទៅក្នុងចំការដើម្បីដោះស្រាយរឿងគាត់បានយកពូថៅនិងគ្រឿងសក្ការៈពីព្រះសង្ឃទៅជាមួយនៅពេលអធ្រាត្រគាត់បានឃើញស្រមោលស្រីម្នាក់លេចចេញពីដើមពូតហើយស្រែកថាអញនឹងសម្លាប់អ្នកដែលធ្វើអំពើលាមកមកលើអញរិទ្ធជាយាមរត់ប៉ុន្តែដើមពូតហាក់បីដូចជារំពាត់គាត់នៅពេលដែលអ្នកភូមិឮសំឡេងគាត់ស្រែកពួកគេបានទៅជួយគាត់ឃើញគាត់ដេកសន្លប់នៅកណ្ដាលចំការដៃជើងរបួសប៉ុន្តែគាត់នៅរស់រានមានជីវិតរិទ្ធបាននិយាយថាវិញ្ញាណនោះបាននិយាយមកគាត់ថាអញនឹងមិនឈប់តើតែអ្នកធ្វើអំពើអាក្រក់មកលើអញត្រូវបានសងសឹកមិនយូរប៉ុន្មានមានដំណឹងថាមានមនុស្សចាស់ម្នាក់នៅក្នុងភូមិដែលត្រូវបានគេសង្ស័យជាអ្នករំលោភនាងត្រូវបានគេរកឃើញថាស្លាប់នៅកណ្ដាលចំការពោតដោយមានស្នាមខំពេញខ្លួនក្បាលគាត់ត្រូវបានកាច់កស្លាប់យ៉ាងសាហាវដៃរបស់គាត់មានកាន់សក់ខ្មៅវែងមួយចង្អាមចាប់ពីពេលនោះមកវិញ្ញាណក្មេងស្រីមិនបានលេចមកទៀតទេអ្នកភូមិជឿថានាងបានសម្រេចបំណងចុងក្រោយរបស់នាងហើយចាប់ពីពេលនោះចំការពោតចាប់ផ្ដើមមានការស្ងប់ស្ងាត់ទៅវិញប៉ុន្តែរាល់យប់ពេលខ្លះនៅពេលដែលមានខ្យល់បក់ខ្លាំងអ្នកភូមិនៅតែឮសំឡេងយំខ្សាកមកពីចំការនោះដូចជារំលឹកថាមានវិញ្ញាណនៅតែបន្តចងអាឃាតនៅចំការពោតនោះបន្តទៅទៀត